ឥឡូវនេះគឺយើងបានមកដល់ប្រាសាទបន្ទាយឆ្មារហើយបងប្អូនអរគ្នានេះគឺមុខប្រាសាទនេះគឺខ្ញុំមកអត់សូវមានមនុស្សទេបងប្អូនណាគឺមានមកក្រុមឡានដែលពួកខ្ញុំទៅ5-6ឡាននេះគឺយើងចាប់ផ្ដើមដើរចូលពីមុខខ្លងទ្វារចំហើយបងប្អូនខ្ញុំបានដើរពីនេះចំប៉ុន្មានទេខ្ញុំដើរចង្ហៀងខ្លងទ្វារចង្ហៀងមួយទៀតឥឡូវគឺចូលទៅក្នុងដើម្បីមើលទេសភាពខាងក្នុងនៅក្នុងបរិវេណប្រាសាទបងប្អូនអើយគឺធំមែនទែនប៉ុន្តែប្រាសាទអត់មាននៅទេបងប្អូនអើយដូចថាដីវាស្រត់ទៅវាបាក់មកនៅគោលើគ្នានៅមួយកន្លែងដែរបងប្អូនប៉ុន្តែអស់ដំបូលហើយដោយសារតែបាក់គោមកលើគ្នាអស់នៅកន្លែងខ្លះអាចដើរបានតិចតួចដោយសារតែដីវាស្រត់ទៅបងប្អូនដីវាស្រត់ទៅវាបាក់ធ្លាក់រូបអត់ដែលមានងាយមាននៅពេញទេបងប្អូនវានៅកណិតកណាត់ឃើញខ្លួនបាត់ដៃឃើញដៃបាត់ជើងដោយសារតែវាបាក់ធ្លាក់មកទៅបាក់បែកអស់នេះនៅកន្លែងស្ពានដែលគេធ្វើគឺយើងអាចដើរបានបងប្អូនយើងអាចដើរតាមស្ពាននេះបានស្ពាននេះគឺអត់នេះទេបងប្អូនគឺអាចដើរបានគ្នាច្រើនក៏បានដែរបងប្អូនអត់អីទេឡើយគឺខ្ញុំចេះតែដើរថតមួយក្នុងទៀតដែរបងប្អូនគឺធំមែនទែនបាទប្រាសាទបន្ទាយឆ្មារនេះគឺធំមែនទែនដើរមើលពេញមកប្រាសាទនឹងគឺកន្លះម៉ោងអត់ទាន់ដើរបានជុំទេបងប្អូនភាសាតែយើងដើរផងថតផងអញ្ចឹងហើយគឺវានៅហ្នឹងឥឡូវនេះគឺយើងបន្តដំណើរទៅមុខទៀតដើម្បីនឹងដើរទៅមើលខាងខ្លងទ្វារដោយសារនៅម្ខាងទៀតខ្លងទ្វារនៅរាងល្អក្រិនបងប្អូនមានដំបូលមានអីម្ខាងទៀតមានដំបូលតែចំណែកម្ខាងទៀតគឺបាក់បែកអស់ហើយបងប្អូននេះគឺធ្វើឆ្វែលមកជុំវិញព័ទ្ធជុំវិញប្រាសាទបងប្អូនទាំងអស់គ្នាកន្លែងយើងដើរនេះគឺយើងអាចដើរបានព្រោះអីមានស្ពានមានស្នូគេធ្វើឲ្យយើងដើរសម្រាប់ដើរមើលទស្សនាបានបងប្អូនទាំងអស់គ្នាគឺដើមឈើក៏ស្អាតបងប្អូនទាំងអស់គ្នាអើយគឺដើមឈើដែលនៅក្នុងប្រាសាទយើងនោះគឺដើមល្អមែនទែនបងប្អូនគឺថាផៅល្អមែនទែនធំមែនទែនបងប្អូនទាំងអស់គ្នាគឺមកលុបទៅឈឹងទៅឆៃណាបងប្អូនអើយនេះបើសិនតើឲ្យដើមនេះឯងគឺអត់ហ៊ានដើរទេបងប្អូនអើយដោយសារតែដើមឈើធំឲ្យមកលុបនិយាយរួមទៅគឺយើងចូលដល់ក្នុងប្រាសាទនឹងគឺត្រជាក់មែនទែនបងប្អូនអរគ្នាបាទត្រជាក់ល្អណាស់បងប្អូននៅក្នុងប្រាសាទយើងគឺដោយសារតែថ្មពីបុរាណយើងមកគឺត្រជាក់មែនទែន